ខ្សែជីវិតខ្ញុំបានធំដល់ថ្ងៃនេះហើយទោះជាមានឧបសគ្គមានពុកតាមថែរក្សាថ្នាក់ថ្នមបីដូចជាកែមេត្រាឪពុកខំធ្វើការដើម្បីកូនប្រៀបបីដូចជាក្បូនជូនកូនឆ្លងត្រើយនៅពេលដែលឃ្លាតទើបដឹងថាពុកមានគុណរូបពុកដែលពុតសែនទីរំតស៊ូមិនដែលគិតកូនដើរតាមផ្លូវគុណលងអស់ពិតជីវិតដែលលោកខំជាយាមប្រាច់ទើបរូបកូនមានភពជួបនឹងជីវិតថ្មីនៅថ្ងៃនេះកូនចង់ប្រាប់មនុស្សនៅក្នុងលោកកាកូនសូមប្រាប់ថាពុកមានគុណដ៏សែនធំមានជីវិតតាំងតែពីតូចរហូតដល់រូបកូនធំពុកអត់ធន់អប់រំប្រដៅដូចសំពើជួបនឹងជុំភ្លៀងរូបកូនមានថ្ងៃនេះជីវិតគឺពុកបានហើយហត់ជុំហត់ភ្លៀងឆ្លងដល់ត្រើយបានជួបស្នេហាជួបរឿងបារម្ភទុកក្រៀមក្រំក្រមគ្រាពោពេញដោយរឿងបញ្ហាកូនចាំជាពុកប្រាប់ថាជីវិតត្រូវតស៊ូសែនទីរំតស៊ូមិនដែលគិតកូនដើរតាមផ្លូវគុណលងអស់ពិតជីវិតដែលលោកខំជាយាមប្រាប់ទើបរូបកូនមានភពជួបនឹងជីវិតថ្មីនៅថ្ងៃនេះកូនចង់ប្រាប់មនុស្សនៅក្នុងលោកកាកូនសូមប្រាប់ពុកមានគុណដ៏សែនមានជីវិតតាំងតែពីតូចរហូតដល់រូបកូនធំពុកអត់ធន់អប់រំប្រដៅដូចសំពើជួបនឹងជួបភ្លៀងរូបកូនមានថ្ងៃនេះជីវិតគឺពុកបានហើយហត់ជួបហត់ភ្លៀងឆ្លងដល់ត្រើយបានជួបស្នេហាជួបរឿងបារម្ភទុកក្រៀមក្រំគ្រាពោពេញដោយរឿងបញ្ហាកូនចាំពីពុកប្រាប់ថាជីវិតត្រូវតស៊ូជួបរឿងបារម្ភទុកក្រៀមក្រំគ្រាពោពេញដោយរឿងបញ្ហាកូនចាំពីពុកប្រាប់ថាជីវិតត្រូវតស៊ូ